គេទៅត្រេះល្អណាស់ដំណឹងល្អហេបងប្រាប់បងកំអស់មានលេខហ្នឹងបងតាមបានចាប់បានស្រីកើតខ្លួនហើយឥឡូវគេចិត្តយកទៅផាជីវិតហើយដំណឹងល្អតែជិះទៅមើលណាបាទទៅមើលណាបើតើទាំងអស់គេចាប់បានទៅហើយនេះមកចង់សម្រាប់ដូចចាំមិននឹងស្ទើរទៅចិត្តចឹងខ្លាំងធំនេះគិតប្រហែលដាក់បដិជគុណផងហើយកណាពេកបាទកុំព្រឹកអារម្មណ៍នេះកើតអាត្មាស្វែងយល់អ្នកនាងមានជំងឺខ្លួនមិនអាចមកចាស់ការដល់ខ្លួនឯងបានក៏មិនជាកំហុសនាងដែរចំណែកអាត្មាមិនក៏មិនអាចចិត្តប្រហារជីវិតទៅនាងដែរណាមិនចាំអាត្មាស្លាប់ទេតែចាប់អាត្មាមកធ្វើអីអ្នកនាងចេះយល់ការដូចនេះអញ្ចឹងអាត្មានិយាយតាមត្រង់ចុះឲ្យតែនាងព្រមប្រគល់សារីរុក្ខធាតុនោះអាត្មានឹងទុកជីវិតឲ្យនាងសារីរុក្ខធាតុស្អីគ្មានទេអ្នកនាងឲ្យតែលក្ខណៈអាត្មាទៀតអាត្មានឹងឲ្យគេឆែកជួយនាងអត់មានទេនេះមិញឲ្យអាត្មាសំទោសណាបងសារីរុក្ខធាតុមិននៅលើខ្លួននាងទេអញ្ចឹងប្រកាសជានៅកន្លែងនាងស្នាក់នៅហើយដូច្នេះប្រាប់កន្លែងស្នាក់នៅទេឲ្យតែអាត្មាយកបានសារីរុក្ខធាតុនោះអាត្មានឹងដោះលែងនាងភ្លាមចឹងក៏សាច់ជាមួយពួកឯងហើយនេះអូនេះចូលចង់ស្ដាប់អាត្មានឹងឲ្យនាងស្ដាប់សម្រាប់អ្នកបងជាធានខ្ញុំមិនចង់របស់សាទេខ្ញុំខុសហើយសូមលោកអធិស្ឋានខ្ញុំទៅខ្ញុំខុសហើយអធិស្ឋានខ្ញុំផងទៅឡើងទៅចោលទៅបាត់ចោលទៅឡើងចោលទៅកុំអ្នកនរគ្នាមិនធ្វើចឹងទេដោះលែងគេទៅហើយជាមិនល្អរបស់អ្នកនេះគ្នាទៅអស្មារតីទៅនេះបាទនេះខប់ទៅ
លោកមិនដឹងស្លាប់ចូលជីមិនមែនគ្រាន់តែចង់យកចំណុចលើគេទេធម្មតាមនុស្សជួបអ្នកកាត់ខ្លងមានតែចង់គេចេញឲ្យឆ្ងាយតែលោកបានជិះផ្លេចពីគេទៅវិញប្រហែលជាមិនមែនមានចំណុចចិត្តនឹងគេទេយើងមានចំណុចចិត្តអត់លោកក៏មិនរវល់លោកយកបាត់ជាយើងចាញ់ចង់សម្រាប់មនុស្សមិនមែនជាចំណុចចិត្តអាត្មាទេអាត្មាគ្រាន់តែសង្កត់ថាថ្ងៃក្រោយកុំឲ្យល្មើសចំពោះនាងម្នាក់នេះទៀតតែវិញចុះហេសុសិនលោកជួយជីវិតនាងខាងនេះទុកថាមានគុណចំពោះនាងហើយអាត្មាជឿថានាងខាងនេះក៏ចង់ដឹងអ្នកដែលជួយគេនោះមានមុខមាត់និងរូបរាងយ៉ាងម៉េចដែរតែវិញចុះលោកគ្រូស្អីក៏ក្រុមធ្វើគេជួយនឹងមុខមហាជនតើខាងក្រៅត្រូវគេសាច់ចំអកឲ្យមិនទេលោកមានពុតកាតែមើលលោកគ្រូអ្នកដែលនៅក្រៅអត់មានបន្ទប់វិហារតាហ្វាយើងទេតែអ្នកដែលមកជួយសង្គ្រោះនាងនឹងគឺមិនសមរម្យសោះគេជួយស្រីកៅខ្លួននឹងធ្វើឲ្យប្រជារាស្ត្រនៅក្នុងក្រុងអូយ៉ាងនេះដោយសារមិនអាចកម្ចាត់ចោលគ្រោះធំនេះហើយរស់នៅក្នុងការភ័យខ្លាចអ្នកនៅខាងក្រៅពួកគេនិយាយចឹងមែនកណ្ដាលមិនហ៊ានកុហកទេគួរស្ដាយណាស់យើងខាត់គេមិនបាត់បើសិនជាអាត្មាដឹងថាអ្នកណាជួយនាងទេអាត្មាមិនលឹងអ្នកគេដាច់ខាត់លោកគ្រូថ្ងៃស្អែកអាត្មាចាប់ផ្ដើមធ្វើការតមហាលោកត្រូវមើលថែអ្នកក្នុងវិហារប្រហែលថ្ងៃនេះទៅធ្វើត្រឹមត្រូវអីក៏កណ្ដាលមិនអាចឆ្លងអាត្មានឹងឆ្លងណាក្នុងភូមិតែនាងសាក់នេះមានតែនាងទេដែលមានជាមួយនេះបើសិននាងមិនប្រកាន់តើអាចប្រាប់អាត្មាទេថាតើហេតុអីបានជានាងឆ្លងជំងឺក្នុងនេះហេតុអីតើទីឆ្នាំមកកណ្ដាលចុះក្នុងព្រៃគឺអត់ដូចជាពេទ្យធម្មតាចា